រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់អាដាមសាយសំអាលបានបញ្ជាក់ថាក្រសួងដែនដីនឹងជ្រើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យដំបូងគេក្នុងការរៀបចំលំហសាធារណៈនិងលំហបៃតងដើម្បីកសាងនិងកែប្រែផ្នែកគំនិតថ្មីរបស់មនុស្សបើតាមរដ្ឋមន្ត្រីក្រសួងដែនដីបានជាក្រសួងជ្រើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមជ្ឈមណ្ឌលប្រមូលផ្ដុំចំណេះដឹងជាសាកលវិទ្យាល័យគំរូក្នុងការចាប់ផ្ដើមរៀបចំកែលម្អលំហសាធារណៈមុននឹងឈានទៅរៀបចំនៅតាមបណ្ដាសាកលវិទ្យាល័យឬវិទ្យាស្ថានអប់រំដទៃទៀតថ្លែងក្នុងពិធីជួបជុំសាស្ត្រាចារ្យអាណាព្យាបាលនិងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលថ្មីនេះឯកឧត្តមសែសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់យល់ឃើញថាដើម្បីហាត់ពុតនៅផ្នែកគំនិតរបស់មនុស្សឬក៏ដកខាត់នៅការគិតគូររបស់មនុស្សគឺត្រូវផ្ដើមចេញពីសាលារៀនជាមួយគ្នានេះអាដាមសែសំអាលបានណែនាំនិងជំរុញឲ្យយុវជនសសយុកចូលរួមផ្ដល់មតិយោបល់ដើម្បីបង្ហាញថាសសយុកពិតជាបានចូលរួមក្នុងការដោះស្រាយលើវិស័យអប់រំពិតប្រាកដមែនដែលនេះហើយគឺជាបេសកកម្មដ៏ធំបំផុតរបស់សសយុកគឺការចូលរួមកសាងឬរៀបចំវិស័យអប់រំឲ្យបានត្រឹមត្រូវនិងទាន់សភាពការដោយសារនៅពេលខាងមុខគ្មាននរណាអាចនឹងបានដឹងទេថាមានអ្វីកើតឡើងនោះទេដូច្នេះគឺត្រូវរៀបចំថ្នាក់បណ្ដុះបណ្ដាលមនុស្សឲ្យមានសមត្ថភាពពិតប្រាកដឲ្យមានភាពឆ្លៀសវាងវៃនិងពោរពេញទៅដោយបំណិនជីវិតនាឱកាសនោះអាដាមឧបនាយករដ្ឋមន្ត្រីបានផ្ដល់មតិយោបល់មួយចំនួនដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីផ្លាស់ប្ដូរនៅផ្នែកគំនិតថ្មីក្នុងនោះជំហានទី1ត្រូវពុតផ្នែកគំនិតមនុស្សតាមរបត់មួយមើលថែទាំមេឈើដែលដុះមកត្រូវកាត់តម្រឹមឲ្យមានសោភ័ណភាពនិងដើមឈើបន្ថែមទី2ត្រូវរៀបចំទីតាំងចតម៉ូតូនិងរថយន្តឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយរៀបចំផ្លូវដើរជុំវិញសាកលវិទ្យាល័យនិងផ្លូវជិញ្ជោឲ្យបានត្រឹមត្រូវដើម្បីបង្ការកុំឲ្យមានហានិភ័យសម្រាប់និស្សិតនោះសាកលវិទ្យាល័យនឹងមានការប្រែមុខមាត់ថ្មីហើយការសិក្សារបស់និស្សិតក៏នឹងមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ